ថ្មិចបើកភ្នែកបើកដល់រដូវបុណ្យកឋិនមួយឆ្នាំទៀតហើយឆ្នាំនេះមកកឋិននៅវត្តស្រុករបស់ប៉ាម៉ាក់ខ្ញុំនិយាយពីថាអ៊ូអរខ្លាំងមែនតែនជំរាបសួរសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ page វីនីសាជាថ្មីថ្ងៃនេះគឺខ្ញុំបានមកបុណ្យកឋិននៅវត្តរបស់ខ្ញុំដែលមានឈ្មោះថាវត្តប្រាមុនីជតនារាមនិយាយទៅគឺថាធ្វើដំណើរចេញតាំងពីម៉ោង 4 ព្រឹកកាយើងក៏ធ្វើការមកដល់ហើយនិយាយទៅគឺមកលើកនេះសិតតែបងប្អូនតែម្ដងនិយាយទៅគឺថាជុំវិញខ្លួនគឺពោពេញតែបងប្អូនតែម្ដងចាអញ្ចឹងទៅគឺថាសប្បាយអ៊ូអរខ្លាំងមែនតែនហើយយើងក៏ធ្វើការថតរូបជុំគ្រួសារអីចឹងទៅហើយថ្ងៃហ្នឹងក៏ប៉ាម៉ាក់ខ្ញុំក៏បាននាំម៉ាម៉ាមកចូលរួមនៅក្នុងកម្មវិធីនៅវត្តនេះដែរតែក៏ប៉ុន្តែឲ្យទៅបើពេលបុណ្យកឋិនម្ដងគឺដឹងតែសប្បាយហ្មងសំខាន់គឺមនុស្សបានមកលេងនៅវត្តច្រើនខ្លាំងមែនតែនឥឡូវយើងដល់ពេលហាយហើយបងមើលអញ្ចឹងគឺថាមនុស្សមកច្រើនមែនតែនហ្មងសំខាន់គឺប្លែកមែនតែននៅពេលដែលយើងបានមកចូលរួមបុណ្យកឋិនបុណ្យអីអញ្ចឹងណាតាមពិតទៅនេះគឺខ្ញុំថតខ្លីៗទេបងតែក៏ប៉ុន្តែគឺខ្ញុំត្រូវញ៉ាំបបរញ៉ាំអីសិនហើយបានគេចាប់ផ្ដើមហាយការហាយនេះគឺយើងហាយនៅជុំវិញព្រះវិហារដែលមានប្រតិសិនចំនួន3ជុំនេះគឺខ្ញុំបានថតខ្លះទេបងដោយសារតែមនុស្សហាយគឺច្រើនខ្លាំងមែនតើបើខ្ញុំបានថតហាយទាំងអស់នោះគឺថាយូរខ្លាំងអញ្ចឹងហើយក៏ធ្វើការថតកាត់តិចអញ្ចឹងណាព្រោះដើម្បីខ្ញុំចូលហាយដែរពីការហាយនេះយើងហាយដូរផ្លាស់វិញគ្នាទៅវិញទៅមកអញ្ចឹងដោយសារតែរៀងធ្ងន់ដែរអញ្ចឹងក៏ធ្វើការហាយម្នាក់មួយជុំអញ្ចឹងទៅនេះឯងបងឃើញវត្តមានខ្ញុំទេគឺថាមិនសូវបានឃើញរូបខ្ញុំនៅក្នុងវីដេអូខ្ញុំទេដោយសារខ្ញុំដែលតែថតព្រោះថាថតខ្លះដើរហាយខ្លះអញ្ចឹងណាបងធ្វើបងខ្លះបានថតរូបខ្លះទៀតនិយាយទៅគឺថាសប្បាយបានទាំងព្រមដល់ពេលយើងបានហាយប្រតិសិនជុំវិញព្រះវិហារចំនួន3ជុំរួចរាល់ណាក៏យើងចាប់ផ្ដើមធ្វើការនឹងហាយយកឡើងចូលទៅក្នុងព្រះវិហារដើម្បីធ្វើការសូត្រមន្តបន្តទៀតពីបងខ្ញុំមិនដឹងថាខ្ញុំនិយាយត្រូវក៏ខុសហើយណាបើសិនជាខ្ញុំនិយាយខុសឆ្គងក៏សូមអធិស្ឋានទុកជាមុនផងណាព្រោះនេះគ្រាន់តែជាការចែករំលែកពីអ្វីដែលខ្ញុំបានទៅធ្វើបុណ្យកឋិនហើយក៏ចែករំលែកពីអនុស្សាវរីយ៍ដែលយើងបានជួបជុំគ្នាមើលទៅគឺសប្បាយមែនតើហ្មងហើយបន្ទាប់មកយើងក៏ធ្វើការទៅញ៉ាំអាហារថ្ងៃត្រង់អីដែលយើងញ៉ាំនៅវត្តនឹងតែម្ដងចាហើយនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះហើយខ្ញុំពិតជាសូមជូនពរដល់បងដែលគាត់បានមើលវីដេអូខ្ញុំ like share វីដេអូរបស់ខ្ញុំណាសូមជូនពរដល់គាត់បានទទួលបាននូវកុសលផលបុណ្យស្មើគ្នាណាបងណាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាយបាយ